សួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងមូរីម្ចាស់ស្នេហ៍ទៀតហើយការពិភាក្សាមុនបន្ទាប់ពីខែររបស់យើងបានអានសម្បត្តិរបស់ឪពុកមូរីហើយហ្នឹងណាគឺធ្វើឲ្យគេគឺពិតជាគិតច្រើនខ្លាំងមែនទែនហើយគេក៏បានដើរបណ្ដានិងគិតបណ្ដាអំពីការរកវិធីសាស្ត្រដើម្បីការពារមូរីពីឪពុករបស់នាងហើយនៅពេលដែលគេកំពុងតែដើរហ្នឹងណាគឺស្រាប់តែបានឮសំឡេងអ្នកស្រីលូឡូហ្នឹងនិយាយគ្នាជាមួយនឹងមូរីបាទអ្នកស្រីលូឡូហ្នឹងគឺគាត់បានបង្ហាត់បង្រៀនមូរីរបស់យើងហ្នឹងណាអំពីអេរយាប័តហើយនឹងការស្វាគមន៍បែបត្រកូលអភិជនអីចឹងហើយនៅពេលដែលក្រែរគេឮហើយហ្នឹងណាគឺស្រាប់តែបានយល់ថាម្ដាយរបស់គេហ្នឹងកំពុងតែធ្វើបាបមូរីធ្វើឲ្យក្រែរហ្នឹងគឺគេពិតជាខឹងជាមួយនឹងម្ដាយរបស់គេខ្លាំងមែនទែនហើយនៅពេលនោះដែរមូរីក៏បានងាកមុខមកទឹកមុខរបស់នាងហ្នឹងណាគឺពោពេញទៅដោយស្នាមញញឹមនិងភាពរីករាយតែម្ដងដែលធ្វើឲ្យក្រែរហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ស្រីលូឡូក៏បានប្រាប់ថាក្រែរគឺមកទាន់ពេលវេលាល្អខ្លាំងណាស់សម្រាប់ពឹកហាត់ជាដៃគូជាមួយនឹងមូរីព្រោះថាពិធីរៀបអាពាហ៍ពិពាហ៍រវាងមូរីជាមួយនឹងក្រែរហ្នឹងក៏ជិតឈានមកដល់ហើយអញ្ចឹងហើយមូរីរបស់យើងហ្នឹងគឺត្រូវតែហាត់សមដើម្បីរៀបចំទទួលអិរិយាបថបែបអភិជនអីចឹងហើយក្រែរគេក៏បានបដិសេធថាមិនចាំបាច់ឲ្យមូរីនាងបង្ខំហើយនឹងរៀនអំពីអ្វីទាំងអស់នោះទេព្រោះថាក្រែររបស់យើងហ្នឹងគេខ្លាចថាមូរីរបស់យើងក៏មិនសប្បាយចិត្តអំពីរឿងរ៉ាវក្នុងត្រកូលអភិជនប៉ុន្តែផ្ទុយទៅវិញគឺថាមូរីគឺនាងពិតជាមានសមត្ថភាពហើយនឹងភាពវៃឆ្លាតខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះគឺនាងពិតជាពេញចិត្តខ្លាំងណាស់នៅពេលដែលអ្នកស្រីលូលូបានបង្ហាត់បង្រៀននាងដែលធ្វើឲ្យក្រែរហ្នឹងគឺគេឡើងភ្ញាក់ផ្អើលក្រែរគេក៏ចង់ឃើញមូរីនាងស្លៀកពាក់ស្អាតប្រណិតហើយនឹងទទួលបាននូវភាពសប្បាយរីករាយនៅក្នុងជីវិតរបស់នាងពេលនោះដែរស៊ីលីដ៏គួរឲ្យខ្ជូតហ្នឹងណាក៏បានប្រាប់ឲ្យក្រែរមើលកាយវិការដែលមូរីនាងបានហាត់សមស្វាគមន៍បែបត្រកូលអភិជនជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងធ្វើឲ្យក្រែរហ្នឹងណាគឺគេមិននឹកស្មានដល់នោះទេស្រីលូលូក៏បានបន្តថាសម្បត្តិទាំងអស់ដែលបានអញ្ជើញភ្ញៀវឲ្យចូលរួមនៅក្នុងពិធីការហ្នឹងណាគឺថាមូរីរបស់យើងជាអ្នកសរសេរទាំងអស់ផងដែរដល់ពេលដែលក្រែរគេលើបែបហ្នឹងគេក៏បានគិតទៀតដែរធម្មតារបស់គេគឺបានបង្ខិតបង្ខំមូរីអីចឹងគេក៏បានបន្តថាកុំឲ្យម្ដាយរបស់គេហ្នឹងធ្វើបែបហ្នឹងអីព្រោះថាទង្វើបែបនេះគឺជាទង្វើមួយដែលមិនខុសពីគ្រួសាររបស់សាដារ៉ាន់ធ្វើបាបមកលើមូរីឡើយចំណែកអ្នកស្រីលូលូហ្នឹងនៅពេលដែលឃើញប្រតិកម្មរបស់ក្រែរខឹងបែបនោះគាត់ក៏បានប្រាប់ថាកុំអញ្ចឹងអីកូនប្រុសព្រោះថាទង្វើទាំងអស់នោះគឺគាត់មិនបានធ្វើបាបមូរីឡើយផ្ទុយទៅវិញគឺគាត់ពិតជាស្រឡាញ់មូរីខ្លាំងណាស់ហើយពេលនោះដែរមូរីក៏បានសួរថាតើកាយវិការហើយនឹងការហ្វឹកហាត់សមរបស់នាងអំបញ្ញមាញ់ហ្នឹងណាគឺនាងធ្វើបានល្អអត់ហើយក្រែរគេក៏បានសរសើរថាល្អខ្លាំងណាស់មូរីឮហើយគឺនាងពិតជាសប្បាយចិត្តណាស់ដោយក្រែរឃើញថាស្នាមញញឹមរបស់មូរីគឺពិតជាស្រស់ស្អាតដោយការដែលគេហ្នឹងបានជួបមូរីជាលើកដំបូងអញ្ចឹងហើយនៅពេលនោះដែរអ្នកស្រីលូលូហ្នឹងគាត់បានប្រាប់ថាឥឡូវនេះគឺដល់ពេលសម្រាប់អីហើយនៅពេលដែលមូរីនាងបានដើរទៅហ្នឹងក្រែរគេបានហៅមូរីហើយក៏បានប្រាប់ថាគឺគេមានរឿងចង់ប្រាប់មូរីហើយគេក៏បានឲ្យសម្បត្តិទៅកាន់មូរីហើយក្រែរហ្នឹងគេក៏បានបន្តថាគេនឹងត្រឡប់ទៅផ្ទះសាដារ៉ានជាមួយនឹងមូរីផងដែរហើយមូរីក៏បានតបថាមិនចាំបាច់ទៅនោះទេព្រោះថាអត្តន័យទាំងអស់នៅក្នុងសម្បត្តិនេះគឺសសឹងតែជាការកុហកទាំងអស់ក្រែរគេលឺហើយគេក៏បានភ្ញាក់ផ្អើលផងដែរហើយមូរីនាងក៏បានបន្តថាសម្បត្តិនេះគឺជាការសរសេរដោយដៃរបស់ឪពុកនាងហើយសម្បត្តិនេះក៏មិនមែនជាសម្បត្តិទី1តែមូរីរបស់យើងទទួលបានពីឪពុករបស់នាងនោះទេហើយមូរីនាងក៏បានគិតយល់អំពីចិត្តខ្វល់ខ្វាយរបស់ក្រែរផងដែរនាងក៏បានអរគុណទៅកាន់ក្រែរដែលបានព្យាយាមក្នុងការពារនាងហើយមូរីនាងក៏បានបន្តថាឪពុករបស់នាងបានជួលម្នាក់និងចំណាយលុយជាច្រើននៅក្នុងការផ្ញើលិខិតមកកាន់នាងនៅទីនេះហើយទាំងអស់នេះគឺជាចេតនាមិនល្អនោះឡើយហើយមូរីនាងក៏បានសារភាពថាឪពុករបស់នាងគឺបានស្អប់នាងក៏បានដឹងផងដែរថាពេលកន្លងមកទង្វើដែលគាត់បានធ្វើមកលើនាងបង្ខំនាងឲ្យនាងធ្វើការជាច្រើនហើយនឹងខ្សែសម្លុតនោះគឺមិនមែនជាពាក្យដែលព្រានប្រដៅនាងនោះឡើយតែមូរីនាងនិយាយបែបនោះគឺធ្វើឲ្យក្រែរគេក៏បានគិតយល់ឡើយមូរីរបស់យើងកាលពីមុនហ្នឹងគឺត្រូវបានគេធ្វើបាបដូច្នេះហើយទើបនាងតែងតែគិតថាខ្លួនឯងជាមនុស្សម្នាក់ដែលគ្មានតម្លៃជាពិសេសហ្នឹងគឺមិនស័ក្តិសមនៅក្នុងការទទួលបានក្តីស្រឡាញ់ពីមនុស្សដែលនៅជុំវិញខ្លួនតែពេលនេះក្រែរគេក៏បានកត់សម្គាល់ឃើញថាមូរីរបស់យើងហ្នឹងគឺបានប្រែប្រួលហើយពាក្យសម្ដីហើយនឹងទឹកមុខរបស់នាងក៏បានបង្ហាញថាមូរីគឺនឹងមានភាពក្លាហានហើយនឹងមានភាពជឿជាក់លើខ្លួនឯងជាងមុនអីចឹងហើយមូរីនាងក៏បានតបថាទាំងអស់នេះគឺដោយសារតែនាងទទួលបាននូវក្តីស្រឡាញ់ហើយនឹងការមើលថែពីអ្នកនៅក្នុងប្រាសាទនេះជាពិសេសណាស់អរគុណទៅកាន់ក្រែរផងដែរគឺដោយសារតែក្រែរហ្នឹងហើយដែលធ្វើឲ្យនាងតែងតែមានកម្លាំងចិត្តដែលអាចឲ្យនាងមានភាពក្លាហានមកដល់ពេលនេះហើយនៅពេលដែលក្រែរគេលឺហើយហ្នឹងគឺធ្វើឲ្យគេមិនអាចយកពាក្យវៃមកនិយាយបានឡើយហើយក៏បានតអបមូរីយ៉ាងណែនតែម្ដងថាក្រែររបស់យើងហ្នឹងគេរំភើបពេកហើយនៅពេលដែលគេដឹងខ្លួនហ្នឹងគេក៏បានលេងមូរីហើយគេក៏បានសុំទោសទៅកាន់មូរីផងដែរហើយមូរីរបស់យើងហ្នឹងគឺគេក៏បានប្រាប់ថាអត់អីនោះទេអ្នកដៃវិញគឺអ្នកស្ងៀមស្ងាត់មូរីយើងព្រោះថាយើងក្រែរខ្លាំងពេកចាប់ហ្មងមួយគូហ្នឹងហើយសាច់រឿងក៏បានកាយើងឃើញនៅពេលព្រឹកពេលនោះដែរ
តានីកាហ្នឹងក៏បានសរសើរទៅកាន់មូរីផងដែរថាមូរីរបស់យើងធ្វើជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងសម្លៀកបំពាក់នេះព្រោះថាសម្លៀកបំពាក់នេះគឺជាការជ្រើសរើសរបស់ស៊ីលីដែលគេហ្នឹងបានជ្រើសរើសឲ្យមូរីហើយមូរីក៏បានអរគុណទៅកាន់ស៊ីលីផងដែរឯក្រែរស់របស់យើងវិញក៏បានអន់មុខទៅជិតមូរីហើយក៏បានសរសើរថាពិតមែនហើយមូរីក៏ពិតជាស្រស់ស្អាតខ្លាំងណាស់ហើយមើលតែខ្សែភ្នែកហ្នឹងគឺស្រស់ទាន់តែម្ដងហើយដែលធ្វើឲ្យមូរីរបស់យើងលឺភ្លាមហ្នឹងនាងឡើងភ័យព្រោះថានាងមិននឹកស្មានថាក្រែរស់គេមើលមកនាងដាក់ខ្សែភ្នែកបែបនោះធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងក៏បានស្ងាត់ជ្រាបចំណែកមូរីហ្នឹងក៏បានប្រាប់ថានាងសុំទោសដោយសារតែនាងមិនធ្លាប់បានលើពាក្យទាំងនេះពីមនុស្សប្រុសអីចឹងមូរីរបស់យើងយ៉ាប់ហ្មងគឺថាក្រែររបស់យើងហ្នឹងសរសើររហូតសោះទៅបាប់គេពេលនោះដែរក្រែរហ្នឹងគេក៏បានសុំទោសដែលគេហ្នឹងធ្វើឲ្យនាងផាត់ភ័យពេលនោះដែរមេចុងផុសហ្នឹងក៏បានចូលមកជាមួយនឹងនំយ៉ាងធំតែម្ដងហើយគេក៏បានអរសាទៅកាន់មូរីផងដែរថាមូរីថ្ងៃនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយមូរីហ្នឹងក៏បានអរគុណទៅកាន់មេចុងផុសដែលធ្វើឲ្យក្រែរហ្នឹងគេឡើងច្រណែនគេក៏បានគិតថាដើម្បីបានជាមេចុងផុសឲ្យទៅសើមូរីបានមេចុងផុសហ្នឹងក៏ប្រុសផងដែរហើយក្រែរហ្នឹងគេក៏បានគិតថាប្រហែលជាគេហ្នឹងចេះតែធ្វើការនៅខាងក្រៅច្រើនពេកហើយធ្វើឲ្យមូរីហ្នឹងហាក់ដូចជាមានគម្លាតជាមួយនឹងគេពេលនោះដែរក្រែរហ្នឹងគេក៏បានបែរតាមនិយាយជាមួយនឹងមូរីដែលគេក៏បានសន្យាថាចាប់ពីពេលហ្នឹងទៅគេលែងធ្វើការនៅខាងក្រៅចូលមូរីទៀតហើយនៅពេលនោះដែរគឺស្រាប់តែមីអូហ្នឹងគឺបានដើរចូលមកមូរីហ្នឹងក៏បានស្វាគមន៍ទៅកាន់មីអូដែលធ្វើឲ្យក្រែរហ្នឹងគេឡើងអន់ចិត្តព្រោះថាមូរីហ្នឹងអត់យកចិត្តទុកដាក់ជាមួយនឹងគេសោះគឺអត់ចាប់អារម្មណ៍គេអីចឹងហើយមីអូនឹងចូលមកទីនេះគឺដើម្បីសុំក្រែរចាក់ចែងពីប្រាសាទដែលនាងគឺបានប្រាប់ថាចង់ទៅជួបនរណាម្នាក់នៅតំបន់ដាច់ស្រយាលមួយហើយមីអូហ្នឹងក៏បានបន្តថាឲ្យក្រែរជាមួយនឹងមូរីហ្នឹងគឺត្រូវចំណាយពេលវេលានៅជាមួយគ្នាបានច្រើនមុនពេលដែលពិធីមង្គលការបានមកដល់ហើយគ្រាន់តែមីអូនិយាយបែបនោះភ្លាមគឺថាធ្វើឲ្យពីអ្នកហ្នឹងគឺថាអៀនគ្នាទៀតហើយសាច់រឿងបានកាក់យើងឃើញដល់ពេលយប់វិញហើយក្រែរហ្នឹងគេក៏បានសរសេរលិខិតជាច្រើនច្បាប់ផងដែរដើម្បីផ្ញើទៅកាន់ឪពុករបស់មូរីហើយក្នុងសម្បត្តិនោះគឺបានសរសេររឹបមិនឲ្យគ្រួសាររបស់មូរីហ្នឹងនិយាយពីអាក្រក់ហើយនឹងមើងងាយមកកាន់មូរីទៀតឡើយហើយពេលព្រឹកក៏បានមកដល់មីអូបានចេញដំណើរជាមួយនឹងធូម៉ាហើយកំឡុងពេលដែលធ្វើដំណើរហ្នឹងមីអូក៏បាននិយាយអំពីបទវិហេតុនៃការស្លាប់របស់បងស្រីមូរីមានឈ្មោះថាអាណាសៀនាងបានស្លាប់នៅក្នុងឧបទ្ទវិហេតុនោះប៉ុន្តែមួយរយៈក្រោយនេះគឺស្រាប់តែទទួលបានលិខិតមួយដែលផ្ញើពីគ្រួសាររបស់សាដារ៉ានឹងឯងដែលបានសរសេរប្រាប់ថាគឺបងស្រីរបស់គេអាណាសៀហ្នឹងគឺបានត្រឡប់មកផ្ទះវិញហើយឲ្យមូរីរបស់យើងហ្នឹងគឺត្រូវតែត្រឡប់មកផ្ទះវិញផងដែរមីអូនិងធូម៉ាក៏បានគិតថយក្រោយអំពីការស្លាប់របស់អាណាសៀតាមរយៈនៃឧបទ្ទវិហេតុនោះគឺមិនអាចឲ្យនាងមានជីវិតឡើយព្រោះថាកំឡុងពេលដែលនាងស្លាប់គឺមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំងណាស់អូបានគិតថាប្រហែលជានាងមិនអាចមានជីវិតនោះឡើយព្រោះថាគ្មានអ្នកណាម្នាក់អាចជួយនាងបានឡើយប៉ុន្តែរឿងរ៉ាវនឹងតទៅជាយ៉ាងណាក៏មិនប្រកាសផងដែរដោយទន្ទឹមនឹងនោះហ្នឹងនៅក្នុងគ្រួសាររបស់សាដារ៉ានក៏បានបង្ហាញជាមួយនឹងម្ដាយរបស់មូរីដែលគាត់កំពុងតែសិតសក់ឲ្យនារីម្នាក់បបេញទៅដោយក្តីស្រឡាញ់ផងដែរប៉ុន្តែយើងមិនបានដឹងច្បាស់ថានារីម្នាក់នោះគឺជានរណានោះឡើយប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺគាត់បានហៅនារីម្នាក់នោះថាជាអាណាសៀទៀតចឹងហើយចង់ដឹងថាអាណាសៀនាងនៅមានជីវិតរស់នៅឬអត់នោះហើយនឹងវត្តមានរបស់នាងអាចធ្វើឲ្យមូរីរបស់យើងហ្នឹងជួបឧបសគ្គស្នេហាឬមួយក៏បញ្ហាជីវិតបែបម៉េចនោះកុំភ្លេចទស្សនាជួយនឹងឆានែលកូនជ្រូកខមអ៊ីនីមេដល់ភាគក្រោយទៀតណាគុណច្រើនបាយបាយ